ក្នុងជីវិតប្រចាំថ្ងៃខ្លួនយើងតែងតែបាត់បង់ជាតិទឹក24ម៉ោងក្នុងមួយថ្ងៃតាមរយៈការហាត់ប្រាណការធ្វើការសិក្សាសំបីតែពេលគេងក៏បាត់បង់ដែរជាពិសេសនៅពេលដែលយើងឈឺឬក៏គ្រុនក្តៅហ្នឹងខ្លួនយើងបញ្ចេញជាតិញើសជាច្រើនដើម្បីបញ្ចុះកម្ដៅវិញដូចអ្វីដែលបានឃើញអញ្ចឹងការបែកញើសមិនត្រឹមតែឲ្យយើងបាត់បង់ជាតិទឹកទេប៉ុន្តែវាធ្វើឲ្យយើងបាត់បង់អ៊ីយ៉ុងដែលសំខាន់ជាច្រើននៅក្នុងនោះមានដូចជាសូដ្យូម អាញ៉ូមនិងកាល់ស្យូមជាដើមមែនតើអ៊ីយ៉ុងគឺសំខាន់ខ្លាំងមែនតើសម្រាប់រាងកាយរបស់យើងអញ្ចឹងហើយយើងត្រូវតែញ៉ាំជាតិទឹកដែលសម្បូរដោយអ៊ីយ៉ុងដើម្បីបំពេញជាតិទឹកឡើងវិញខ្ញុំសូមណែនាំអូការីស្វេតអូការីស្វេតមានសារធាតុអ៊ីយ៉ុងស្រដៀងទៅនឹងជាតិទឹកនៅក្នុងរាងកាយអាចជ្រាបចូលទៅក្នុងរាងកាយបានយ៉ាងឆាប់រហ័សញ៉ាំអូការីស្វេតជារៀងរាល់ថ្ងៃសុខភាពល្អជាមួយអ៊ីយ៉ុងអូការីស្វេតអូការី